បើកទ្វារក្រាស់មកនេះស្នុកពេញមុខផ្ទះចាវ៉ាវស្អាតណាស់អូយមើអូយសិតតកចានេះអូយអត់សូវតែចាក់ខ្លាំងទេអូយវ៉ាវឈ្មោះ Hi good morning អូក្មេងអូល្មែល្មអីចេញមកលេង snow អស់ហើយអាណាកូនម៉ែនៅដេកស្ពឹកហ្នឹងវ៉ាវរត់គេផ្សេងធ្លាក់ snow ធ្លាក់ព្រិលគឺជារឿងធម្មតាតែបើថានៅរដ្ឋទេសសាមានធ្លាក់ snow អីអញ្ចឹងនិយាយថាម្នាក់គឺជ្រួជ្រើមជ្រួរបោសបាយអនឹងបានមើលឃើញ snow ដោយសារតែនៅរដ្ឋខ្ញុំនៅហ្នឹងគឺកម្រមាន snow ធ្លាក់ណាអញ្ចឹងហើយពេលដែលមានអញ្ចឹងរបស់កម្រអញ្ចឹងគឺថាយូរបានឃើញសបាយមាំណាទាំងខ្ញុំទាំងគេចាគឺនាំគ្នាមកលេង snow ថតរូបទុកជាអនុស្សាវរីយ៍ហើយធ្លាក់ snow អញ្ចឹងគឺអត់មានបានទៅធ្វើការអីទេគឺនៅផ្ទះពេញមួយថ្ងៃហ្មងហើយក៏ជិះទៅណាក៏អត់បានដែរដោយសារតកល្អិលពេញខ្នល់ពេញនឹងអញ្ចឹងទុកឲ្យវាលាយស្អែកបានទៅធ្វើការដូចរាល់ដងវិញដល់ទៅពេលនៅផ្ទះជុំគ្រួសារអត់មានតណាហើយនៅខាងក្រៅណាអាកាសធាតុត្រជាក់ពេកអញ្ចឹងហើយក៏មានតែធ្វើអីញ៉ាំហើយគេងហើយមើលរឿងតែប៉ុណ្ណឹងហើយខ្ញុំបានកិនទឹកផ្លែឈើញ៉ាំគឺគ្រប់មុខដោយសារតែបើសិនជាអត់កិនទេគឺមិនងាយបានញ៉ាំទេដល់ពេលកិនហើយទុកធ្វើញ៉ាំច្រើនអញ្ចឹងទៅគឺឆាប់បានញ៉ាំឆាប់អស់ព្រោះនៅទូទឹកកកផ្ទះខ្ញុំសបោណាផ្លែឈើដល់ពេលនៅផ្ទះអញ្ចឹងមានអារម្មណ៍ថារៀងធុញដែរធ្លាប់តែមនុស្សធ្វើការដើរចុះដើរឡើងធ្វើសកម្មភាពដល់ពេលនៅផ្ទះគេងហូបនិយាយពីខាងល្វើយហ្មងយប់មិញហ្នឹងក៏គេងអត់លក់ដែរដោយសារតែខ្វាយខ្វល់តែរឿងធ្លាក់ snow ព្រោះគេប្រាប់ថាមាន snow ធ្លាក់តាំងពេលយប់អញ្ចឹងគេមានសូវលក់ឲ្យខ្ញុំគេចិត្តប្អួតទៀតដល់ពេលអញ្ចឹងងាកឆ្លៀតតែមើលនឹងខាងក្រៅមិនម៉ាអីអញ្ចឹងណានិយាយថាអូយជ្រួលច្បល់ទាំងរឿង snow នឹងមែនតែនមានអារម្មណ៍ថាខ្លួនឯងសំណាងដែរមកអាមេរិកតែបាន3ឆ្នាំឯតែបានឃើញ snow ដល់តែ2ដងបើសិនជាបងប្អូនខ្លះគាត់មករស់នៅរដ្ឋទេសសាសនឹងយូរឆ្នាំមែនតែន10 20 30ឆ្នាំអីហ្នឹងក៏មិនតបានឃើញ snow ដែរទើបតែនេះ2021 2025ហ្នឹងគឺមានធ្លាក់ snow បើខ្ញុំនេះវិញគ្រាន់តែមកលើកទី1មកដល់អាមេរិកប្រហែលជាមួយខែជាងឯហ្នឹង snow ធ្លាក់មកដែរឥឡូវនេះ2025ទៀតចាមាន snow ទៀតចឹងមិនថាមនុស្សមានបនណាមិនចាំបាច់ទៅលេង snow នឹងខាងក្រៅណាឆ្ងាយទេគង់តែ snow នឹងមកលេងដល់មុខផ្ទះហើយអារម្មណ៍អ្នកដែលនៅរដ្ឋទេសសាសឲ្យមិនងាយបានមាន snow ធ្លាក់ហើយយូរឆ្នាំមិនបានឃើញ snow ម្ដងនិយាយថាសប្បាយមែនតើបងប្អូនម្នាក់ឲ្យមិនថាមុខផ្ទះខ្ញុំមិនថានៅក្នុងរូបភាព Facebook អីនិយាយថាម្នាក់គឺថានាំគ្នាបង្ហោះថាមាន snow មានអីនាំគ្នាបង្ហោះរូបពេញនឹងដល់ពេលអញ្ចឹងទៅខ្ញុំដឹងថាអូ friend មិត្តភក្តិ Facebook ខ្ញុំសិតតែអ្នកនៅទេសសាសមួយគ្នាដែរសោះបើកូនខ្ញុំវិញគេងតតចាប់លើកឲ្យមកមើល snow បើមិនអញ្ចឹងទេអាចនឹងហួសពេលហើយបើថាបានមើល snow ហើយលែងចង់ចូលផ្ទះបដ ாய் ហើយអត់ចង់ចូលផ្ទះទេនៅយំនៅនឹងហើយឈុតផ្កាឈូកនេះទិញមកពីខ្មែរស្រួលពាក់បងប្អូនខ្ញុំពាក់កៅអៅដូចជា2ជាន់នៅខាងក្នុងហើយពាក់អានោះមួយជាន់ទៅនិយាយថាកក់ក្ដៅហ្មងហើយស្រួលខ្លួនមែនតែឡើងតុនតែ6ហៀទេ